សួស្តីអ្នកគ្នាអញ្ចឹងគ្រូពយល់តតាក់ទងទៅនឹងម៉ាស់ ADN សរុបអញ្ចឹងម៉ាស់ ADN សរុបយើងចាំគឺម៉ាស់អីគេម៉ាស់ M ប៉ុន្តែម៉ាស់ M មិនចេះតែយក M គុណ300ຂະຫນាតកាបូនទេណាគឺនៅពេលដែលយើងគុណ300ຂະຫນាតកាបូនគឺវាអាស្រ័យទៅលើបំរាប់របស់យើងតើនុយក្លេទីត1គេប្រាប់ជាមធ្យម300អត់សួរថាចុះគ្រូយើងមើលមិននេះយើងមើលកន្លែងនេះគេថាដោយម៉ាស់1ម៉ូ A ស្មើ Z ស្មើ400ម៉ាស់1ម៉ូលេគុល T ស្មើ C ស្មើ300អញ្ចឹងសួរថាចុះកន្លែងហ្នឹងម៉ាស់ M យើងយក M គុណ300ទៀតកើតអត់ចម្លើយគឺមិនកើតទេគឺខុសហើយណាអញ្ចឹងគឺម៉ាស់ M គឺយើងអត់យក M គុណ300ទេគឺយើងទៅកលេចមកមើលកន្លែងនេះអញ្ចឹងគឺម៉ាស់ឧទាហរណ៍ម៉ាស់ M គឺយើងមើលអាណាຂະຫນាតកាបូនដូចគ្នា A Z 400អញ្ចឹងគេចាប់400កតា A បូក Z បូក300កតា T បូក C អញ្ចឹងអត់អូខេហើយធម្មតា A បូក C នេះ A បូក Z នេះគឺស្មើ M លើ2 T បូក C នេះក៏ស្មើ M លើ2អញ្ចឹងយើងបាន400គុណ M លើ2បូក300គុណនឹង M លើ2អញ្ចឹងចេញពីនឹងមកយើងបានយើងចាប់ M លើ2កតាមកអញ្ចឹងបាន400បូក300កតាមកឬក៏គុណមកបាទ M លើ2អានេះបូកចូលគ្នាទៅយើងបាន700គុណ M លើ2យើងសម្រួលអានេះមកអញ្ចឹងយើងបាន M គុណ350ຂະຫນាតកាបូនប៉ុន្តែអ្នកនរគ្នាត្រូវសម្រាយពីលើរហូតមកដល់ខមអញ្ចឹងណាអានឹងជាទូទៅអញ្ចឹងណាអូខេតោះយើងទៅមើលលំហាត់យើងទាំងអស់គ្នាអូខេតោះអញ្ចឹងយើងត្រឡប់មកវិញអូខេអញ្ចឹងគេថា molecule ADN មួយមាន100ជំហានចាហ្នឹងគឺចំនួនជំហានហើយមានម៉ាស់នុយក្លេទីតប្រភេទ A អានេះមិនមែន A ទេគឺម៉ាស់អញ្ចឹងយើងមើលម៉ាស់ A អញ្ចឹងអាហ្នឹងគឺម៉ាស់ A ស្មើនឹង24 1 2 3 4 0 4អូខេຂະຫນាតកាបូនបាទអញ្ចឹងបញ្ជាក់ពីលំហាត់មុនគឺទី1យើងមើលម៉ាស់ទី2យើងមើលຂະຫນាតកាបូនអញ្ចឹងគេបញ្ជាក់ថាម៉ាស់ A មានប៉ុណ្ណឹងຂະຫນាតកាបូនអញ្ចឹងតែហ្នឹងគឺជាម៉ាស់ហើយมันអាចជាចំនួននុយក្លេទីតប្រភេទ A ណាអូខេយើងមើលអញ្ចឹងដោយគេដឹងទៀតថាម៉ាស់1ម៉ូលេគុល A ស្មើ Z ស្មើ400ຂະຫນាតកាបូនម៉ាស់1ម៉ូលេគុល T ស្មើម៉ាស់1ម៉ូលេគុល C ស្មើ300ຂະຫນាតកាបូនអានឹងយើងមើលអញ្ចឹងបំរាប់ណាអូខេគណនាចំនួនសម្ព័ន្ធអ៊ីដ្រូសែនសរុបបាទរក alpha អានេះគឺរក alpha 2A បូក3C អញ្ចឹងបើយើងកលេចមកមើលអូខេខ្ញុំសុំ clear ខ្លះយើងកលេចមកមើលបំរាប់អញ្ចឹងទី1យើងមានម៉ាស់មួយទៀតយើងមានចំនួនជំហានម៉ាស់ A ហើយនឹងចំនួនជំហានស្មើនឹង100អញ្ចឹងកលេចមកមើលចំនួនជំហានអត់ពិបាកទេគឺចំនួនជំហានគឺស្មើ M ចែកនឹង20អញ្ចឹងយើងទាញរក M ឃើញគឺ20គុណនឹង100ជំហានយើងឃើញ M បន្ទាប់មកយើងស្គាល់ម៉ាស់ A ប៉ុន្តែម៉ាស់ A ហ្នឹងយើងត្រូវពោលមិនម៉ាស់ A យើងត្រូវពោលតាមបំរាប់ដោយម៉ាស់អូខេដោយម៉ាស់1ម៉ូលេគុល A ស្មើ Z ស្មើ400ខកហើយម៉ាស់1ម៉ូលេគុល T ស្មើ C ស្មើ300កសួរថាគ្រូអាហ្នឹងយើងយកវាមកពីណាអាហ្នឹងអាស្រ័យទៅលើបំរាប់គេយើងទៅសេពីបំរាប់ពីខាងលើមកវិញណាអូខេហ្នឹងអញ្ចឹងយើងបញ្ចេញមកម៉ាស់ A គឺយក A គុណប្រមាណកន្លែងហ្នឹងគឺយើងអត់គុណ300ទេគឺយើងគុណ400ព្រោះគេប្រាប់ A ហើយ Z គឺ400អញ្ចឹងយើងគុណ400ຂະຫນាតកាបូនណាអញ្ចឹងម៉ាស់ A គឺយក A គុណ400ហើយបន្ទាប់មកទាញយក A មក A ស្មើ
ម៉ាស់ a ok ចែក400ចឹងយើងឃើញនៅក្លេទីប្រភេទ a ចឹង a ឃើញ m ឃើញយើងអាចរក c តាម m ស្មើ 2a បូក 2c ទីញរក c ស្មើ m លើ2ដល់ a បន្ទាប់ពី c ឃើញ c ហើយគឺយើងអាចរក l ហាស់ឃើញណា 2a បូក 3c ឬក៏ m បូក c អូខេមួយទៀតតកតងទៅនឹងចំណុចខតកតងម៉ាស់ ADN សរុបម៉ាស់ m អញ្ចឹងអូខេខ្ញុំសូម clear មកដាក់កន្លែងនេះម៉ាស់ m ខ្ញុំសូមលុបអស់នេះទៅចាតកតងទៅនឹងម៉ាស់ m ជាទូទៅគឺយើងពិនិត្យទៅលើຂະຫນາດកាបូនអញ្ចឹងម៉ាស់ m ក៏យើងពោលដូចនេះ AZ 400 TC 300ណាអញ្ចឹងម៉ាស់ m ស្មើ400កតា a បូក c បូក300កតា t បូក c ហើយយើងអាចសេសម្រាយប៉ុន្តែខ្ញុំកាត់មកបាន m គុណ350ហ្នឹងដាក់ហងຂະຫນាតកាបូនហើយយើងគុណមក m យើងឃើញប៉ុន្តែបងប្អូនថាគ្រូខ្ញុំចង់ជំនួស AZ TC ចូលអូខេអ្នកនរគុណលេខទៅមានស្អីដូចតែគ្នាណាអូខេអរគុណច្រើនអ្នកគ្នា